សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីនៅក្នុង Channel ព្រឺព្រួយជារៃថ្ងៃនេះគឺខ្ញុំមានរឿងរ៉ាវរន្ធត់មួយទៀតយកមកចែករំលែកឲ្យបងប្អូនបានស្ដាប់ណាដែលរឿងរ៉ាវយើងថ្ងៃនេះផងដែរនិយាយពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មមួយដែលកើតឡើងនៅក្នុងភូមិរបស់ប្អូនស្រីម្នាក់ហើយបន្ទាប់ពីកើតមានរឿងក្តីឃាតកម្មនឹងហើយវិញ្ញាណដែលបានស្លាប់នឹងគឺតែងតែវិវល់នៅក្នុងភូមិស្រុករបស់គាត់រហូតធ្វើឲ្យអ្នកភូមិខ្លះគឺទ្រាំអត់បានទេដល់ថ្នាក់រើផ្ទះចេញក៏មានដែរអញ្ចឹងរឿងនេះគឺរន្ធត់ខ្លាំងមែនតើណាហើយចង់ដឹងថាសាច់រឿងលំអិតរបស់យើងហ្នឹងគឺយ៉ាងម៉េចកុំភ្លេចតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាណាអញ្ចឹងមុននឹងចូលទៅកាន់សាច់រឿងលំអិតខ្ញុំសូមសំណូមពរឲ្យបងប្អូនយើងដែលមកថ្មីជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងទៅណហើយចំពោះបងប្អូនយើងដែលគាត់បានជួបនៅរឿងរ៉ាវរន្ធត់ណាហើយចង់ចែករំលែកនៅរឿងរ៉ាវផ្ទាល់ខ្លួនហ្នឹងអាចធ្វើការតាក់ទងតាមលេខ Telegram របស់ខ្ញុំតម្លាក់នៅខាងក្រោមបានណាអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅណអញ្ចឹងសាច់រឿងនេះផងដែរគឺជាការចែករំលែករបស់ប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាចិនណាអញ្ចឹងចិនណាគាត់និយាយថានៅក្នុងស្រុកភូមិគាត់នេះដំបងឡើយអត់មានជាបញ្ហាទេគឺរស់នៅសុខសប្បាយធម្មតាក៏ប៉ុន្តែអីជាបញ្ហានោះគឺមានអ្នកជិតខាងគាត់ម្នាក់ដែលអ្នកជិតខាងគាត់ហ្នឹងគឺរស់នៅទល់មុខផ្ទះគាត់តែម្ដងហើយអ្នកដែលរស់នៅទល់មុខផ្ទះគាត់ហ្នឹងគឺជាគ្រួសាររបស់លោកយាយម្នាក់ដែលលោកយាយហ្នឹងគឺគាត់មានកូនប្រុសម្នាក់លោកយាយហ្នឹងគាត់មានឈ្មោះថាលោកយាយយ៉ានអញ្ចឹងលោកយាយយ៉ានគឺគាត់រស់នៅតែជាមួយកូនប្រុសគាត់ទេដោយសារតែស្វាមីរបស់គាត់ហ្នឹងបានស្លាប់ហើយកូនគាត់មានតែកូនប្រុសតូចម្នាក់នឹងគាត់ដែលកូនប្រុសតូចរបស់គាត់ហ្នឹងគឺតែងតែដើរផឹកស៊ីហើយមិនសូវបានចូលផ្ទះទេហើយបន្ទាប់ពីផឹកស៊ីផឹកអីហើយហ្នឹងគឺមកវិញតែងតែរស់រឿងតែងតែឆ្លោះប្រកែកជាមួយនឹងម្ដាយរបស់ខ្លួនដែលជាយាយយ៉ាហ្នឹងណាហើយចំណាគាត់និយាយថាអ្នកស្រុកអ្នកភូមិហ្នឹងគឺគេឡើងស្វាមីដោយសារតែកូនរបស់យាយយ៉ាហ្នឹងគឺដូចជាក្មេងទំនើងអញ្ចឹងណាយើងនិយាយឲ្យចំទៅគឺក្មេងទំនើងតែម្ដងគឺតែងតែដើរបាត់ពីផ្ទះតែម្ដងហើយមិនដែលថាចេះទៅរកស៊ីអីប្រកបមុខរបរអីដើម្បីមកចិញ្ចឹមយាយយ៉ានទេហើយយាយយ៉ានគឺគាត់ចាស់ណាស់ហើយគាត់អាយុ70ឆ្នាំជាងហើយអញ្ចឹងគឺគាត់ក៏មិនដឹងថាទៅធ្វើការងារពលកម្មអីឲ្យកើតដែរព្រោះអីគាត់ចាស់ហើយយាយយ៉ានគាត់តែងតែវិចនំយកទៅលក់តាមភូមិស្រុកអញ្ចឹងណាអញ្ចឹងគាត់បានលុយមកហ្នឹងគឺកូនប្រុសគាត់ហ្នឹងតែងតែសុំតែងតែទាទៅទិញស្រាផឹកទិញនេះទិញនោះអញ្ចឹងទៅរហូតដល់ទៅអ្នកស្រុកអ្នកភូមិនឹងអាណិតយាយយ៉ានទៅក៏ចេះតែពេលតនេឬក៏គេធ្វើអីចឹងទៅតែងតែយកស្លោយកអីឲ្យយាយយ៉ានគាត់បរិភោគអញ្ចឹងណាព្រោះអីឃើញគាត់នៅតែពីអ្នកកូនប្រុសទេហើយកូនប្រុសគាត់ហ្នឹងក៏អត់បានការទៀតនេះខ្ញុំនិយាយឲ្យចំតែម្ដងណាហើយចំណាគាត់និយាយថាគ្រួសារគាត់ហ្នឹងគឺអាណិតយាយយ៉ានខ្លាំងមែនតើអញ្ចឹងឲ្យតាគ្រួសារគាត់ធ្វើស្លោអីមួយច្រើនអញ្ចឹងគឺតែងតែយកឲ្យយាយយ៉ានហើយចំណែកកូនប្រុសរបស់យាយយ៉ានហ្នឹងគឺដូចដើមព្រឹកឡើងចេញញប់ឡើងចូលហើយចូលមកហ្នឹងគឺតែងតែទាលុយយាយយ៉ានជារៀងរាល់ថ្ងៃតែម្ដងយកទៅទិញស្រាផឹកយកទៅដើរលេងជាមួយនឹងបងភឿនរបស់គេអញ្ចឹងទៅហើយនៅពេលដែលយាយយ៉ានគាត់អត់ព្រមឲ្យអញ្ចឹងគឺកូនប្រុសយាយយ៉ានហ្នឹងតែងតែស្រែកជេរជំទាវនិយាយទៅគឺជេរយាយយ៉ានតែម្ដងទាំងដែលយាយយ៉ានគឺជាម្ដាយរបស់គាត់ណាអញ្ចឹងអ្នកស្រុកអ្នកភូមិខ្លះគឺគាត់របៀបថាទុកមិនជាប់ដែរគាត់ក៏ទៅលូកមាត់ទៅស្ដីឲ្យកូនប្រុសរបស់យាយយ៉ានហ្នឹងទៅតែកូនប្រុសរបស់គាត់ហ្នឹងគឺឆ្លើយខ្លាំងមែនតើពេលណាគេចូលលូកមាត់និយាយអត់បានទេបើសិនជាមានអីក្នុងដៃគឺយកវាយយកគប់គេតែម្ដងអញ្ចឹងអត់ស្ទើរមានអ្នកភូមិណាគេទៅលូកមាត់ទេហើយយាយយ៉ានហ្នឹងគឺកូនគាត់ជេរកូនគាត់ស្ដីឲ្យនិយាយមិនក៏គាត់ធម្មតារបៀបថាគាត់មិនដឹងថារកពីអីតជាមួយកូនណាមួយគឺគាត់ចាស់ហើយនិយាយទៅបងប្អូនអាណិតគាត់ដែរធម្មតាមនុស្សចាស់គឺគាត់ត្រូវការថ្នាក់ថ្នមពីកូនចៅត្រូវការមើលថែក៏ប៉ុន្តែយាយយ៉ានគឺគាត់បានជួបប្រទះនៅកូនប្រុសដែររបៀបថាទំនើងកូនប្រុសដែរអត់បានការទៅតែសោះអញ្ចឹងគឺអាណិតគាត់ដែរហើយគាត់អត់មានប្តីទៀតទេគាត់ស្លាប់ហើយប្តីគាត់ហ្នឹងហើយយាយយ៉ានគាត់មានកូនតែមួយទៀតអញ្ចឹងមិនដឹងថាធ្វើម៉េចអញ្ចឹងយាយយ៉ានហ្នឹងក៏មិនដែលតយដែរកូនទាលុយទីអីទៅគឺគាត់ឲ្យកូនទៅគាត់របៀបថាខ្ជិលប្រកែកខ្ជិលឆ្លោះខ្ជិលអីចឹងណាហើយជីវិតរបស់យាយយ៉ានគឺគាត់តែងតែស្ថិតនៅក្នុងសភាពបែបហ្នឹងសភាពដែលកូនប្រុសព្រឹកចេញប្រឡប់ចូលហើយចូលមកហ្នឹងគឺទាលុយមិនបានគឺខ្សែជេរម្ដាយអីចឹងទៅហើយចំណាគាត់និយាយថាបើតាមគាត់សង្ស័យណា
គាត់គាត់ថាប្រហែលជាកូនប្រុសរបស់យាយយ៉ានហ្នឹងអាចនឹងជក់ថ្នាំជក់អីហើយព្រោះអីធម្មតាក្មេងទំនើងយ៉ាងណាក៏ដោយក៏មិនដល់ថ្នាក់ហ៊ានហាមាត់ជេរបចោម្ដាយខ្លួនឯងអញ្ចឹងណានេះស្មាតតោះជាការប៉ັດណាអញ្ចឹងចំណាគាត់គិតថាអាចនឹងកូនប្រុសយាយយ៉ានហ្នឹងគឺដើរជាមួយនឹងបងភឿនពួកក្មេងស្ទាវទាំងអស់ហ្នឹងអាចនឹងជក់ថ្នាំជក់អីហើយបានជាហ៊ានដល់ថ្នាក់ជេរបចោម្ដាយខ្លួនឯងអញ្ចឹងចំណាគាត់និយាយថាតមកថ្ងៃមួយកូនប្រុសយាយយ៉ានហ្នឹងគឺដូចដើមយប់ឡើងនេះក៏បានចូលផ្ទះបន្ទាប់ពីដើរលេងមួយពួកបងភឿននឹងហើយយប់ដែលចូលផ្ទះហ្នឹងណាបើតាមសភាពដែលចំណាគាត់ឃើញណាគឺគាត់ឃើញកូនប្រុសរបស់យាយយ៉ាហ្នឹងគឺដើរត្រេតត្រោតរបៀបថាដូចមនុស្សសវង្សស្រាខ្លាំងអញ្ចឹងនៅពេលដែលដើរចូលនៅក្រោមផ្ទះមកយាយយ៉ាគាត់នឹងអង្គុយក្រោមផ្ទះនៅលើក្រែរបស់គាត់នឹងឯងហើយគាត់បានបើកភ្លើងពូផ្លឹមហ្នឹងរាប់លុយដែលគាត់បានមកពីលក់នំអញ្ចឹងណាហើយកូនប្រុសគាត់ឃើញក៏បានទាលុយយាយយ៉ានហើយលើកនេះយាយយ៉ានគឺគាត់បកាយគាត់ថាអត់ឲ្យទេលុយហ្នឹងគឺគាត់ទុកសម្រាប់ទិញអង្គទិញម្ហូបព្រោះអីគឺថ្ងៃហ្នឹងគាត់លក់នំអត់ដាច់ទេហើយកូនប្រុសយាយយ៉ាហ្នឹងគឺម្ដាយមិនឲ្យក៏បានដើរទៅកញ្ឆក់លុយពីយាយយ៉ានហើយយាយយ៉ានគាត់ឃើញអញ្ចឹងក៏គាត់កញ្ឆក់លុយហ្នឹងមកវិញអញ្ចឹងទៅជាកើតមានការបតាយបតាបគ្នានៅក្រោមផ្ទះនឹងទៅហើយកូននឹងក៏បានស្រែកជំទាវជេរយាយយ៉ានដូចដើមរហូតដល់អ្នកស្រុកអ្នកភូមិខ្លះគឺគេស្វំនឹងទង្វើហ្នឹងឯងអញ្ចឹងក៏អត់មានពីណាគេទៅឈរមើលឬក៏ទៅឆោឡោជួយដែរព្រោះអីគេស្វំមករាល់ថ្ងៃពេកអញ្ចឹងយប់ហ្នឹងក៏ស្រាប់តែរៀងទាស់គ្នាខ្លាំងណាយាយយ៉ានជាមួយកូនគាត់ហ្នឹងបតាយបតាបគ្នាយកលុយអញ្ចឹងស្រាប់តែកូនហ្នឹងមិនដឹងថាមកពីអធិពលនៃស្រានឹងសវឹងខ្លាំងយ៉ាងម៉េចយើងក៏មិនដឹងក៏បានហត់ចូលទៅក្នុងផ្ទះបាយហើយយកកបិតផ្គាក់នៅក្នុងផ្ទះបាយហ្នឹងយកមកកាប់កយាយយ៉ានដាច់ប៉ាត់តែម្ដងកាប់មកទំហឹងណានេះគឺជារឿងមួយដែលបងប្អូនគឺខ្ញុំនិយាយដល់ភឿសបល់គឺសាហាវខ្លាំងមែនតើហត់យកកបិតផ្គាក់យកមកកាប់កម្ដាយខ្លួនឯងដាច់ចេញពីកនឹងតែម្ដងហើយអ្នកស្រុកអ្នកភូមិក៏បានឮសម្លេងយាយយ៉ានសែកមកវ៉ាសែកអាពេលចុងក្រោយដែលកូនគាត់យកកបិតផ្គាក់មកកាប់កហ្នឹងហើយចំណាគាត់ថាគាត់បានឃើញផ្ទាល់នឹងភ្នែកអារូបភាពហ្នឹងគាត់ឈោមើលគាត់ឃើញផ្ទាល់នឹងភ្នែកតែម្ដងអញ្ចឹងគឺគាត់រន្ធត់ខ្លាំងហើយគ្រប់គ្នាហ្នឹងក៏បានឆោឡោហត់មកមើលយាយយ៉ានទៅហើយកូនប្រុសរបស់គាត់ហ្នឹងក៏បានបោះកបិតផ្គាក់នឹងចោលហើយរត់គេចខ្លួនបាត់អញ្ចឹងអ្នកស្រុកអ្នកភូមិក៏បានឃើញទស្សនភាពហ្នឹងទស្សនភាពដែលក្បាលរបស់យាយយ៉ានគឺដាច់ចេញពីខ្លួនតែម្ដងហើយឈាមវិញគឺហូរដាបពេញក្រែនឹងហើយលុយដែលគាត់សវេសវាជាមួយកូនប្រុសគាត់ហ្នឹងគឺគាត់នៅកាន់ជាប់នឹងដៃគាត់ក្តាប់ជាប់នឹងដៃហ្នឹងចុងអ្នកស្រុកអ្នកភូមិបានឃើញទស្សនភាពហ្នឹងរួមទាំងចំណាគាត់ថាគាត់អត់ហ៊ានរត់ទៅមើលទេគាត់នៅក្នុងផ្ទះគាត់មើលពីខាងក្នុងផ្ទះគាត់មកទេហើយណាមួយរឿងអីគាត់មើលមិនឃើញបើផ្ទះគាត់នឹងផ្ទះយាយយ៉ាននេះទល់មុខគ្នានឹងអញ្ចឹងដើរប្រហែលជំហានដល់ហើយចឹងគាត់មើលពីក្នុងផ្ទះហេព្រោះអីវាជាទស្សនភាពមួយដែលវាស្រស់ពេកគាត់ក៏អត់ហ៊ានទៅមើលផ្ទាល់ទេណាគាត់ហ៊ានសម័យទេអញ្ចឹងអ្នកស្រុកអ្នកភូមិឃើញអញ្ចឹងឆោឡោនាំគ្នាហៅប៉ូលីសហៅអីមកជួយអន្តរាគមន៍ទៅហើយយាយយ៉ានដោយសារអីគាត់អត់មានសាច់ញាតិអីទេហើយកូនប្រុសគាត់នេះបានសម្លាប់ម្ដាយខ្លួនឯងហើយអញ្ចឹងអត់មានពីណាគេធ្វើបុណ្យឲ្យទេធ្វើមិនមានតែអ្នកភូមិនាំគ្នាហេលុយគ្នាធ្វើបុណ្យឲ្យយាយយ៉ានទៅអញ្ចឹងចំណាគាត់និយាយថាក្រោយពីធ្វើបុណ្យឲ្យយាយយ៉ានហើយក៏ធ្វើបុណ្យ7ថ្ងៃ7អីគាត់ហើយដោយសារតែអ្នកស្រុកអ្នកភូមិហ្នឹងគេគ្រប់ស្រន់យាយយ៉ានណាគាត់ជាមនុស្សដែលស្ទោត្រង់ណាហើយគាត់ក៏គួរឲ្យអាណិតដែរអញ្ចឹងក៏គេនាំគ្នាធ្វើទាំងបុណ្យសពឲ្យគាត់ផងធ្វើបុណ្យ7ថ្ងៃគាត់ផងទៅណាមួយអាណិតគាត់រឿងថាប្តីស្លាប់ចោលហើយត្រូវមកជួបកូនដែលមានចរិតនេះស្មាតោះខ្ញុំនិយាយឲ្យចំទៅគឺចរិតដេឆានអញ្ចឹងទៀតណាអញ្ចឹងក៏នាំគ្នាហេលុយគ្នាថ្វាយគាត់ទៅអញ្ចឹងបន្ទាប់ពីធ្វើបុណ្យ7ថ្ងៃអីឲ្យគាត់ហ្នឹងចំណាគាត់និយាយថាទស្សនភាពក្នុងភូមិហ្នឹងក៏ប្រែស្ងាត់ចងំតែម្ដងហើយឆ្កែទាំងដែលពីមុនគឺមិនសូវជាលូខ្លាំងទេបើលូឬក៏ព្រុសលូត្រាតែមានមនុស្សដើរអញ្ចឹងណាក៏ប៉ុន្តែចាប់តាំងពីយាយយ៉ានគាត់បានស្លាប់ទៅហ្នឹងឆ្កែហ្នឹងគឺចាប់ផ្ដើមលូឲ្យកលួចនៅមុខផ្ទះយាយយ៉ានអត់ឈប់ទេចំណាគាត់និយាយថាពីមុនណាគាត់ជាមនុស្សដែលមិនខ្លាចខ្មោចទេក៏ប៉ុន្តែចាប់តាំងពីយាយយ៉ានស្លាប់ទៅគឺគាត់មិនហ៊ានចុះពីលើផ្ទះទេយប់ឡើង
ដោយសារតែឲ្យតែជប់ណាឆ្កែតែងតែលូឲ្យក៏លួចនៅមុខផ្ទះគាត់ហើយប្រមូលផ្ដុំគ្នាលូតែម្ដងណាហាក់ដូចជាឆ្កែនឹងវាបានឃើញអីមួយនៅក្នុងផ្ទះយាយានឹងអញ្ចឹងណាហើយចំពោះអ្នកស្រុកអ្នកភូមិខ្លះដែលគាត់បានជឿថាវិញ្ញាណយាយាណានៅអត់ទាន់ទៅណាគឺគេមិនហ៊ានដើរកាត់មុខផ្ទះយាយាទេគេខ្លាចដើរទៅឃើញយាយាហើយអ្នកស្រុកអ្នកភូមិខ្លះហ្នឹងគឺអត់ជឿទេអញ្ចឹងគាត់អត់ជឿគាត់អត់ខ្លាចគាត់នៅតែដើរកាត់ធម្មតាអញ្ចឹងចិនណាគាត់និយាយថាថ្ងៃមួយមានពូម្នាក់ពូហ្នឹងគាត់ទៅរកត្រីពេលយប់ឡើងចឹងយប់ឡើងទៅគាត់ក៏ទៅរកត្រីរកអីទៅហើយគាត់ហ្នឹងក៏បានជិះកង់ហើយគាត់ជិះកង់មកកាត់មុខផ្ទះយាយាហ្នឹងណាក៏គាត់ឮសំឡេងឆ្កែលូឲ្យក៏លួចចេញពីផ្ទះយាយាហ្នឹងមកហើយពូហ្នឹងក៏គាត់មិនបានចាប់អារម្មណ៍ដែរស្រាប់តែគាត់នេះចូលទៅជិះកាត់មុខផ្ទះយាយាហើយធម្មតាយើងមិនចង់ចាំមើលទេក៏ប៉ុន្តែយើងក៏លេចភ្នែកទៅវាចាក៏លេចភ្នែកទៅឃើញមកកតុយភ្នែកយើងហ្នឹងហើយពូហ្នឹងគាត់បានកលេចភ្នែកមកកតុយភ្នែកហ្នឹងទៅខាងផ្ទះយាយាណាគាត់បានឃើញយាយាណាឈរស្លៀកឈុតពណ៌សហើយគាត់កាន់ក្បាលរបស់គាត់ណាបងប្អូនកាន់ក្បាលរបស់គាត់ណាហើយគាត់ហៅពូនឹងថាឲ្យឈប់សិនទៅណាគាត់សុំទៅដែរមកគាត់ចង់ទៅរកកូនគាត់និយាយឲ្យក៏លួចដាក់ពូម្នាក់ហ្នឹងហើយពូហ្នឹងគាត់តែឃើញអញ្ចឹងគាត់ក៏លេចមកកតុយភ្នែកទេតែគាត់ឃើញអញ្ចឹងគាត់ឮសលេងអញ្ចឹងគាត់ហាក់ចុះពីលើកង់រត់ចេញតែម្ដងរត់ទាំងបាក់កញ្ញាំហ្នឹងតែម្ដងណាអាហ្នឹងគឺជារឿងមួយដែលរន្ធត់ខ្លាំងណាបងប្អូនអញ្ចឹងចិនណាគាត់ថាតមកពីបតកាហ្នឹងដល់វេនគាត់ម្ដងលើកនេះគឺចិនណាគាត់ជួបផ្ទាល់តែម្ដងគាត់ថាយប់ហ្នឹងគឺគាត់កំពុងតែកេងសុកស្រាប់តែកេងហ្នឹងគាត់ក៏រុញបាត់ជើងតូចហើយជាធម្មតាបន្ទប់ទឹកគាត់គឺនៅក្រោមផ្ទះពួកអីផ្ទះគាត់គឺធ្វើឡើងខ្ពស់ពីដីហើយនៅក្រោមផ្ទះគាត់មានក្រែមួយមានផ្ទះបាយហើយជាមួយនឹងបន្ទប់ទឹកចិត្តនឹងផ្ទះបាយរបស់គាត់ណាអញ្ចឹងគាត់មានអារម្មណ៍ថាយប់ហ្នឹងគឺរុញបាត់ជើងតូចខ្លាំងមែនតើគាត់ក៏បានដាច់ចិត្តចេញពិលដែលភ្លឺតែមកបន្លាស់ភ្លើងហ្នឹងណាក៏បានចេញពិលហ្នឹងចុះទៅបន្ទប់ទឹកអញ្ចឹងគាត់ថាអំឡុងពេលដែលគាត់ចុះទៅហ្នឹងគាត់ឃើញឆ្កែមកវងលូចេញមកពីមុខផ្ទះយាយាដែលទល់មុខផ្ទះគាត់តែម្ដងណាហើយចិនណាគាត់ថាពេលហ្នឹងគឺគាត់ព្រឺឆ្អឹងខ្នងខ្លាំងមែនតើប៉ុន្តែធ្វើម៉េចគាត់រុញបាត់ជើងតូចឯហ្នឹងគាត់ទុកអត់បានទេអញ្ចឹងគាត់មានតែបើខ្លាចក៏ត្រូវតែទ្រាំទៅដែរគាត់ព្យាយាមចិច្ចពិលទាំងញ័រដៃហ្នឹងដើរចូលទៅក្នុងបន្ទប់ទឹកហើយអំឡុងពេលគាត់ចូលក្នុងបន្ទប់ទឹកបាត់ជើងតូចហ្នឹងអត់មានរឿងអីទេតែស្លែងឆ្កែលូហ្នឹងគឺនៅដូចដើមអត់មានបាត់ទៅណាទេអញ្ចឹងបន្ទាប់ពីចិនណាគាត់បាត់ជើងតូចហើយហ្នឹងគាត់ចេញពីបន្ទប់ទឹកមកហើយភ្លើងពិលគាត់ហ្នឹងគឺអត់មានពលុតទេគាត់នៅតែចិច្ចភ្លឺហើយធម្មតាបងប្អូនត្រូវដឹងថាភ្លើងពិលវាភ្លឺវាមិនភ្លឺតែ1ម៉ែត្រ2ម៉ែត្រទេត្រូវទេបើសិនជាមានមកផ្ទះអ្នកជិតខាងយើងវាភ្លឺក៏វាភ្លឺចូលទៅក្នុងផ្ទះអ្នកជិតខាងយើងដែរគ្រាន់តែថាវាអត់ភ្លឺខ្លាំងទេវាប្រំវាអត់ខ្លាំងដូចនៅចិត្តណាអញ្ចឹងចិនណាគាត់ធម្មតាតែយាយាននៅទល់មកផ្ទះគាត់អញ្ចឹងបន្ទប់ទឹកគាត់គឺធ្វើមកក៏ទល់មកផ្ទះយាយានដែរនៅក្រុមផ្ទះហ្នឹងណាគាត់មិនត្រូវចិច្ចភ្លើងមកភ្លឺផ្លូវមើលផ្លូវត្រូវទេហើយភ្លើងហ្នឹងវាមិនត្រូវជះទៅមកផ្ទះយាយានដែរគាត់ថាវាជះទៅវាអត់ជះទៅឃើញពលឺខ្លាំងទេណាអញ្ចឹងចិនណាគាត់ថាគាត់អត់ចង់មើលទេគាត់មិនបានចង់មើលទេគាត់មើលរំពឹងថាភ្នែកគាត់ទាំងគូហ្នឹងមើលតែផ្លូវឡើងទៅលើផ្ទះវិញទេក៏ប៉ុន្តែធ្វើមិនបើចៃដន្យអីវាចិច្ចភ្លឺចូលទៅក្នុងក្រុមតែយាយានស្រាប់តែគាត់ឃើញយាយានណាបងប្អូនគឺឈរកាន់ក្បាលគាត់នៅក្រោមផ្ទះហ្នឹងហើយបក់ដៃហៅចិនណាបក់ដៃហៅចិនណាបក់ដៃល្វិចហើយឈរកាន់ក្បាលហើយឈាមហ្នឹងហូរចុះពីលើកគាត់មកនឹងអាខ្លាក់តែម្ដងចិនណាគាត់ថាគឺគាត់លេងចាំយូរហើយគាត់ដាក់មេប្រូតែម្ដងពិលលើក្នុងដៃគាត់ហ្នឹងចាំកាលគឺគាត់បោះចោលហើយគឺគាត់រត់ឡើងលើផ្ទះតែម្ដងក៏លំភួយឡើងជិតឈឹងតែម្ដងហ្នឹងគឺជាហេតុការណ៍ដែលចិនណាគាត់បានជួបគាត់ថាគាត់ជួបរឿងនឹងហើយគឺគាត់ឈឺគ្រុនរយៈពេល7ថ្ងៃបាត់គាត់ឈឺ7ថ្ងៃហើយគាត់និយាយថារឿងហ្នឹងគឺអត់តន់ចាប់ទេយាយាននៅតែបន្តឲ្យអ្នកស្រុកអ្នកភូមិហ្នឹងគឺឃើញជាញឹកញាប់ដោយអ្នកខ្លះដល់ថ្នាក់សំបីតែពេលព្រឹកព្រលឹមម៉ោង 5:06 ព្រឹកភ្លឺហ្នឹង
មានអ្នកសុខអ្នកភូមិខ្លះហ្នឹងគឺគាត់ងើបពីព្រឹកបោសផ្ទះបោសអីចឹងហើយអ្នកខ្លះហ្នឹងក៏គាត់ដើរទៅនេះទៅនោះទៅផ្សារទៅអីចឹងទៅឬក៏គាត់ទៅបេះនេះបេះនោះអីចឹងទៅអញ្ចឹងអ្នកខ្លះក៏គាត់ដើរកាត់មកតែយាយយ៉ានហ្នឹងគឺគេឃើញយាយយ៉ានអង្គុយនៅមាត់កម្មចដាលហើយគាត់កាន់ក្បាលគាត់ឲ្យញឹមឡើងថ្មែមកកាន់គេតែម្ដងអញ្ចឹងអ្នកសុកអ្នកភូមិខ្លះគឺគេសឹងតែថាលេងហ៊ានដើរកាត់មកផ្ទះហ្នឹងហើយចំណាក៏គាត់ខ្លាចដែរគាត់សឹងតែថាឲ្យឪពុកម្ដាយគាត់រើផ្ទះចេញគឺគាត់ខ្លាចមែនតើណាព្រោះអីវាទល់មកផ្ទះយាយយ៉ានហ្នឹងហើយអ្នកសុកអ្នកភូមិខ្លះដល់ថ្នាក់គាត់ឃើញយាយយ៉ានស្រស់អញ្ចឹងពេកអ្នកនៅចិត្តខាងជំហៀងតែយាយយ៉ានហ្នឹងគឺគេនាំគ្នារើផ្ទះចេញហើយគេអត់នៅទៀតទេហើយនៅតែផ្ទះចនាទេដែលនៅទល់មុខផ្ទះយាយយ៉ានហ្នឹងហើយចនាគាត់និយាយថាឃើញយាយយ៉ានហើយគឺអត់ទាន់បាត់ទេយប់ឡើងគាត់តែងតែឮសំឡេងយាយយ៉ានណាគឺដើរមកផ្ទះគាត់ណារបៀបថាសលេងនៅវល់មកផ្ទះគាត់ហ្នឹងហៅរកកូនប្រុសគាត់ឲ្យមកផ្ទះវិញគូចំណាតែងតែលឺសលេងក៏លួចហើយបោកនឹងសំឡេងឆ្កែលូយប់ឡើងទៀតគូលឺសឹងតែរាល់យប់លឺគាត់ហៅរកកូនប្រុសគាត់ឲ្យមកផ្ទះវិញមកហើយអ្នកស្រុកអ្នកភូមិខ្លះដែលគេអត់ដឹងគេជិះមកហ្នឹងគឺគេតែងតែឃើញយាយយ៉ាននេះឈោកាន់ក្បាលរបស់គាត់ហើយដើរជុំវិញផ្ទះគាត់ស្រែករកកូនប្រុសគាត់យប់ឡើងហ្នឹងហើយឆ្កែនឹងនៅតែបន្តព្រោះនៅជុំវិញហ្នឹងអញ្ចឹងគឺវាពិតជាសាហាវណាបងប្អូនគឺសាហាវខ្លាំងណាស់ដល់ថ្នាក់អ្នកភូមិដែលនៅចិត្តផ្ទះចនាហើយនឹងអ្នកភូមិដែលនៅក្បែររបងរបស់យាយយ៉ានហ្នឹងគេនាំគ្នារើផ្ទះចេញតែម្ដងរើចេញទៅនៅភូមិផ្សេងតែម្ដងអត់មានពីណាហ៊ាននៅទៀតទេហើយអ្នកស្រុកអ្នកភូមិខ្លះដែលនៅក្បែរហ្នឹងគឺគេលេងហ៊ានដើរកាត់មុខទៅយាយយ៉ានហើយចំណែកឯឪពុកម្ដាយចិនណាក៏តែងតែឮសំឡេងយាយយ៉ានស្រែករកកូនគាត់ឲ្យកលួចចឹងដែរអញ្ចឹងអត់មានអ្នកគេទ្រាំបានទេចិនណាគាត់និយាយថាម្លងមកបានមួយខែគាត់ស៊ូទ្រាំនៅបានមួយខែនេះគឺខ្ញុំទៅសើណាគ្រូសាគាត់ក៏សម្រេចចិត្តថារើផ្ទះចេញដែរទៅនៅភូមិផ្សេងគឺគាត់លេងនៅភូមិនឹងហើយចិនណាគាត់និយាយថាក្រោយពីគាត់រើផ្ទះទៅនៅភូមិផ្សេងគឺគាត់នៅលឺអ្នកស្រុកអ្នកភូមិគាត់ចាស់ហ្នឹងនៅនិយាយដដែលថាយាយចាណាគឺតែងតែកាន់ក្បាលដើរជុំវិញផ្ទះរកកូនប្រុសគាត់ស្រែកហៅកូនប្រុសគាត់ឲ្យមកផ្ទះវិញជារៀងរាល់ថ្ងៃតែម្ដងរហូតម្លងទៅបាន7កន្លះឆ្នាំបានចិនណាគាត់ឮដំណឹងថាមានព្រះសង្ឃមួយអង្គហ្នឹងគឺនិមន្តមកពីណាក៏អត់ដឹងដែរក៏ស្រាប់តែឈប់ថ្មឹងនៅមុខផ្ទះយាយយ៉ានហើយព្រះសង្ឃមួយអង្គហ្នឹងក៏មានសង្ឃនៃការនិយាយតែឯងទេនៅមុខផ្ទះយាយយ៉ានហ្នឹងហើយក៏អ្នកស្រុកអ្នកភូមិហ្នឹងគេអត់ហ៊ានទៅមើលទេពួកគេខ្លាចគេបាក់ស្មាដែរអញ្ចឹងមិនដឹងថាព្រះសង្ឃគឺមានសង្ឃនៃការអីជាមួយនឹងយាយយ៉ានទេហើយទៅព្រះសង្ឃក៏បាននិមន្តដើរចេញទៅបាត់ទៅហើយក្រោយពីព្រះសង្ឃបាននិមន្តចេញទៅក៏អ្នកស្រុកអ្នកភូមិនៅហ្នឹងគេនិយាយថាលេងសូវលឺសំឡេងយាយយ៉ានស្រែកហៅរកកូនអ្នកស្រុកអ្នកភូមិខ្លះក៏បានលន់មាត់ប្រាប់គ្នាតទៅថាលេងឃើញយាយយ៉ានហ្នឹងចេញមកទៀតហើយអញ្ចឹងយើងមិនដឹងថាប្រសងមានសង្ឃនៃការអីជាមួយយាយយ៉ានណាយើងអត់ដឹងណាហើយតមកក្រោយទៀតតែយាយយ៉ានហ្នឹងក៏ត្រូវបានអ្នកស្រុកអ្នកភូមិហ្នឹងនាំគ្នារើទៅនិមន្តប្រសងហើយបានឲ្យប្រសងសូត្រមន្តប្រោះព្រំនៅនឹងហើយក៏រើទៅហើយនៅកន្លែងហ្នឹងគឺអត់មានពីណាគេសាងសង់ទេគ្រាន់តែរើតែគាត់ចេញអញ្ចឹងណាហើយចំណែកឯកូនប្រុសយាយយ៉ានវិញចំណាគាត់និយាយថាគឺប៉ូលីសចាប់បានហើយក៏បានចាប់កូនប្រុសគាត់ហ្នឹងញាត់គុកដែរហើយជាលទ្ធផលឃើញថាកូនរបស់យាយយ៉ានហ្នឹងពិតជាមានសារធាតុញៀននៅក្នុងខ្លួនប្រកបមែនអញ្ចឹងញៀនដល់កម្រិតណាដល់ថ្នាក់ហ៊ានលើកដៃសម្រាប់ម្ដាយខ្លួនឯងនេះគឺមិនធម្មតាទេរឿងនេះគឺពិតជាព្រឺសម្បល់ខ្លាំងមែនតើណាបងប្អូនសម័យមើលអត់គួរឲ្យជឿទេរឿងឃាតកម្មហើយមកវិញ្ញាណតាមលងបន្លាចហើយគាត់មើលទៅបងប្អូនជួបអញ្ចឹងមិនហ៊ាននៅដូចចិនណាអត់នេះខ្ញុំសរសើរណាចិនណាគាត់ហ៊ាននៅរហូតដល់មួយខែបើខ្ញុំវិញតែមួយថ្ងៃទេគឺខ្ញុំរត់តែខ្ញុំអត់នៅទេអញ្ចឹងរឿងនេះគឺជាការចែករំលែកបទពិសោធន៍ផ្ទាល់ដែលចិនណាគាត់បានជួបហើយខ្ញុំក៏សូមបញ្ចប់ប៉ុណ្្នឹងចោះហើយចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀតណាបាយបាយ